ចឹងដល់យោងតាមខ្សែភាពប៉ុងយើងឃើញថាក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះសារនៅប្រទេសកម្ពុជារបស់យើងគឺចំនួន drop out rate បានកើនឡើងជាខ្លាំងអញ្ចឹងយើងត្រូវដឹងថាហេតុផលអីបានជាបើសិនមួយចំនួនគាត់ត្រូវការ drop out តែយោងទៅតាមការសម្ភាសន៍របស់ពួកយើងទៅកាន់បងភូមិដែលគាត់ធ្លាប់មានបទពិសោធន៍ drop out ឬគាត់មានកូនមកតែបន្តការសិក្សានៅរកអីឬក៏នៅក្នុងទីក្រុងយើងក៏បានរកឃើញមូលហេតុចម្បងចំនួនដូចជា layer of inspiration ហ្នឹងដោយសិស្សមួយចំនួនគាត់ពិបាកក្នុងការ stay motivate ក្នុងការទៅរៀនហើយពួកគាត់អត់មានគោលដៅមួយច្បាស់លាស់ទៀតអញ្ចឹងដល់ពេលអត់មានការជំរុញទឹកចិត្តពីមិត្តសាស្ត្រជុំវិញខ្លួនគាត់ក៏ពួកគាត់ក៏បានជឿថាយកការ drop out ហើយមូលហេតុបន្ទាប់នោះគឺ layer of role model ហ្នឹងមានថានៅពេលដែលមិត្តសាស្ត្រជុំវិញរបស់គាត់ហ្នឹងគឺអត់មានតែគេបានរៀនសូត្រជ្រៅជ្រះឬក៏សុទ្ធតែ drop out អញ្ចឹងពួកគាត់ឃើញមិត្តសាស្ត្រជុំវិញខ្លួនរបស់គាត់សុទ្ធតែអញ្ចឹងពួកគាត់ប្រកបច្បាស់ហើយគាត់ធ្វើតាមដូចគាត់អ្នកស្គាល់ហ្នឹងអញ្ចឹងហើយមួយទៀតបញ្ហាមួយទៀតនោះគឺហិរញ្ញវត្ថុអញ្ចឹងដោយយើងដឹងថាការសិក្សាគឺចំណាយច្រើនហើយពួកគាត់កំពុងតែជួបបញ្ហាសាក់នោះអញ្ចឹងពួកគាត់ក៏ជា drop out ដើម្បីទៅរកស៊ីឬក៏រកការងារដើម្បីជួយគ្រួសាររបស់គាត់អញ្ចឹងហើយពួកយើងថ្ងៃនេះដែលជា impact team យើងបាន post solution មួយចំនួនទៅកាន់ problem ទាំងអស់ហ្នឹងដោយយើងនឹងធ្វើការផ្សារភ្ជាប់ការសិក្សានៅតាមរយៈ activity មួយចំនួននិងពួកយើងក៏បានពួកយើងនឹងផ្ដល់នៅmotivation ផ្ដល់នៅការលើកទឹកចិត្តឬនឹងដូចជា scholarship ផ្សេងៗឱកាស scholarship ផ្សេងៗហើយ of course target customer របស់យើងគឺជាសិស្សដែលពួកគាត់រស់នៅ rural area ហើយពួកគាត់កំពុងតែប្រឈមនឹងបញ្ហានៃការត្របៅនេះជា prototype របស់យើងគឺដំបូងគឺយើងស្វែងរក donation បន្ទាប់មកយើងនឹងបែងចែក resource ដែលយើងទទួលបានទៅកាន់ការបង្រៀនការអឺ study material ដូចជា big សៀវភៅអីហ្នឹងទៅមកយើងនឹងentertain ហ្នឹងន័យថាយើង engagement មួយពួកគាត់ផ្សារភ្ជាប់ជាមួយគាត់ដោយមានការ entertainment ពួកយើងអត់ធ្វើឲ្យគាត់មាន feel ពណ៌ឬក៏អីផ្សេងពួកយើងផ្ដល់ជាយោបល់គាត់ឲ្យ goal ទីមួយដែលយើងចង់បាននោះគឺធ្វើម៉េចឲ្យត្រប់ rate ហ្នឹងគឺមានការធ្លាក់ចុះហើយនេះគឺជា Facebook page របស់ពួកយើងអូខេអញ្ចឹង commitment របស់ពួកយើងហ្នឹងគឺយើងនឹងprovide អឺពួកយើងនឹង provide ការសិក្សាមួយដែលពួកយើងនឹងផ្សារភ្ជាប់គ្នាហើយមួយទៀតពួកយើងនឹងធ្វើជា mentorship ហើយនឹងក៏ដូចជា guidance ពួកគាត់ដោយដូចជា pave the way សម្រាប់ពួកគាត់ហើយនឹងពួកយើងក៏ provide ដូចជា study material ផ្សេងៗឬក៏ provide ជា skill basic ដូចជា English skill ឬក៏ computer skill ដែលជា basic skill មួយដែលពួកអាចប្រើប្រាស់បាននៅពេលអនាគតហើយមួយទៀតពួកយើងនឹងconference ស្វែងរកfund ផ្សេងៗហើយនេះគឺជា existing instruction របស់ពួកយើងដែលពួកយើងបានរើសនៅ program មួយចំនួនដែលពួកគាត់តែមាន goal ក្នុងការ reduce trouble rate ដូចគ្នាហើយនេះគឺជា partnership របស់ពួកយើងដែលពួកយើងមាន NGO ដែលជា community របស់ខ្មែរយើងហើយពួកយើងមាន tip provider និងដូចជា study material ផ្សេងៗទាំងឡាយហើយនេះសម្រាប់ revenue របស់ពួកយើងគឺយើងនឹងទទួលបានមកពីការ fundraising ផ្សេងៗឬក៏មួយទៀតនឹងការ donate from NGO ដែលយើងបាន mention មិញហើយនឹង sponsor ផ្សេងៗដែលយើងធ្វើការ collaborate ជាមួយគ្នាហើយនេះគឺជា core team របស់ពួកយើងដែលសរុបទាំងអស់មាន5នាក់ហើយម្នាក់ៗសុទ្ធតែមានតួនាទីផ្សេងៗគ្នាផងដែរហើយសម្រាប់growth សម្រាប់ការរីករាលដាលរបស់ពួកយើងដែលដំបូងពួកយើងមាន short term goal មួយដែលពួកយើង raise awareness ដើម្បីឲ្យត្រូវឲ្យដើម្បីឲ្យសិស្សដែលកំពុងតែប្រឈមការត្រូវបាននឹងគាត់ដឹងពី program របស់ពួកយើងហើយពួកយើងក៏នឹង build ទំនាក់ទំនងល្អជាមួយ partnership ផ្សេងៗហើយពួកយើងក៏នឹង secure ក្នុងការ fund ការ sponsor ផ្សេងៗផងដែរហើយបន្ទាប់មកសម្រាប់ medium term ពួកយើងនឹងពង្រីកការពង្រីកពួកយើងនឹងពង្រីកprogram awareness program របស់យើងនឹងទៅកាន់សិស្សទៅកាន់តែច្រើនហើយពួកយើងក៏នឹង secure fund ផ្សេងៗឲ្យកាន់តែច្រើនផងដែរហើយសម្រាប់ long term goal របស់ពួកយើងនឹងគឺយើងពង្រីក program ឲ្យយើងទៅដល់ឲ្យ rural area កាន់តែច្រើនជាពិសេសគឺ rural area ហ្នឹងឯងបន្ទាប់មកគឺយើងនឹង build network ផ្សេងៗដូចជាការ support ឬការ fund ផ្សេងៗផងដែរហើយនេះសម្រាប់ reference របស់ពួកយើងអញ្ចឹងpitch របស់ពួកយើងមានតែប៉ុណ្្នឹងឯងអរគុណច្រើន